ឆ្នាំមកថ្មីដែលខ្ញុំឃើញវាផលិតផលចម្បងនេះដោយសារទី1យើងវាមានចំណេះដឹងខាងហ្នឹងតិចតួចខាងផ្នែកវិទ្យាសាស្ត្រហ្នឹងបាទខាងផ្នែកនេះគឺយើងពិភាក្សាគិតថាម៉េចដើម្បីយកសារធាតុធម្មជាតិដែលជាធម្មជាតិបង្កើតទៅជាគីមីជាធម្មជាតិយកជាថ្នាំថ្មីដើម្បីជួយបញ្ហាសុខភាពមាត់ថ្មីទៅហើយមិនចង់យកគីមីយកទៅជាគីមីគឺយកជាធម្មជាតិស្នៃទៅជាគីមីធម្មជាតិដូច្នេះថ្នាំនោះថ្មីហ្នឹងវាច្រើនគឺស្រាវជ្រាវចេញពីធម្មជាតិដូចដែលបានបង្ហាញស្រាប់បងអស់ណោតស្តំជាមួយជីបាទជីកាមនេះស្តំហើយយើងយកទៅស្ងោយមិនអត់វាត្រង់ទុកម្ដុំបាទហើយយើងយកមកយើងយកដូចថាជាម្សៅឆាស៊ីក្រិចដូចក្រូចឆ្មាអំបិលជាដើមអញ្ចឹងយើងយកមកយើងយកកូរម្សៅពុះគ្នាណាកូរឲ្យវាសប់ទៅបើបានដៃចាក់ម្សៅឆាកូរឲ្យមុខបលវាឲ្យវាលាយទឹកហ្នឹងអាទឹកហ្នឹងលាយទឹកមកវាសប់ទៅបានចាក់ឆ្នាំងយើងស្ងោរវាហើយឈរមើលវាបាយ20ទីជាងបាទបានវាឡើងក៏ហើយយើងថែព្រឹងវាក្រុមលើមើលវាតើឆ្អិននៅទៅឆៅក៏ទឹកនៅគាត់ឲ្យស្ងួតទឹកអស់យើងថែមចិត្តផ្លិនទៀតបាទខ្ញុំកាហើណាវិញបានកោឲ្យសប់ទៅបានដាច់យើងលើកចាក់យកធំទុកយប់ថ្ងៃបានឲ្យជាតែឡើងយកទៅបញ្ចូលក្នុងទីហើយគេច្រកតាមត្រូវការគេចំការប្រមាណត្រូវការគេទៅបើថាមកប៉ុនទីឲ្យប៉ុនទាំងទៅតាមទីបំងហ្នឹងណាបាទស្ងោដល់ស្នោតជីអស់នេះបាទហ្នឹងហើយយើងច្បាច់យកទឹកបាទមកបានឲ្យវាជះថ្មិញបាទវាឲ្យវាដាច់ទៀតអែលថ្មិញកបោថ្មិញរយថ្មិញពេលយើងហើមចាញ់អីដាក់បាត់ហ្មងបាទក្នុងថ្មិញហ្នឹងណាបាទវាបានបកាយហ្នឹងទៅបកាយនៅទី1ជួយសម្អាតនៅទឹកសំប្រានរបស់យើងហ្នឹងដែលចុះស្របហ្នឹងខ្ញុំផ្លាញ់គូដាច់អស់ហើមចាញ់ថ្មិញដាច់រយថ្មិញដាច់បាទឈឺថ្មិញបាត់បាទវាច្រើនទៀតណាតែបើយើងលាកគ្រឿងអីបាត់